តោះមកបន្តសាច់រឿងរបស់យើងកាលពីភាគមុនជាបន្តទៀតណាលោកប៉ាអ្នកម៉ាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចជាបានជួបលោកប៉ាអ្នកម៉ារបស់ខ្ញុំចឹងមានរឿងអីទៅបងចាស្មីនបងកំពុងតែនិយាយពីអ្វីហ្នឹងខ្ញុំដូចជាមិនយល់សោះបងជួយនិយាយច្បាស់ជាងនេះបន្តិចបានទេគឺបងដូចជាបានឃើញលោកពូអ្នកមីងបាញ់នេះតែដាក់កាត់ពួកយើងនោះឯងពួកគាត់មានមកមាត់ដូចជាប៉ាម៉ារបស់ពួកយើងហ្នឹងបងនិយាយមិនរីលេងនឹងបងចាស្មីនខ្ញុំគិតថាបងកំពុងតែស្វាងភ្នែកហើយមើលទៅនោះក្រែងបងប្រាប់ថាប៉ាម៉ារបស់យើងបានស្លាប់បាត់ទៅហើយមែនទេមិននឹងអាចឃើញពួកគាត់នោះឬមួយក៏បងគិតពីគាត់ច្រើនពេកទេដឹងតាមការពិតទៅគឺពិតជាមានរឿងច្រើនណាស់ដែលបងមិនបានឲ្យប្អូនដឹងហ្នឹងបងខ្លាចក្រែងថាប្អូនពិបាកចិនបន្ទាប់មកក៏រៀនមិនចូលទៅរឿងខ្លះបងលាក់បាំងជាមួយប្អូនរហូតមករឿងអីទៅបងនេះបងក៏ប្រាប់ហ្នឹងថាបងបានកុហកខ្ញុំរឿងប៉ាម៉ាក់បានស្លាប់ហ្នឹងបងចាស្មីនបងឆាំនិយាយប្រាប់ខ្ញុំឲ្យត្រង់មកហ្នឹងប៉ាត់មិនហើយសុននីងការប៉ាត់ទៅបងមិនបានកុហកប្អូននោះទេតែផ្ទុយទៅវិញគឺបងគិតដើម្បីប្អូនដែលសារតែពួកយើងបានវិញបាននៅសួនមួយកន្លែងកាលពី10ឆ្នាំមុនហើយបងខ្លាចប្រាប់ការប៉ាត់ដល់ប្អូនធ្វើឲ្យប្អូនគិតច្រើននិងចិញ្ចឹមចិត្តតាមរកពួកគាត់តើក៏ហាប់អូនថាប៉ាម៉ាក់ចែកឋានទៅបែបនេះសូនីងនេះប្អូនគិតដល់ណាស់ហើយមិនបានជាផ្លឹកបែបនេះឲ្យបងសំទោសណាស់ដែលក៏ហាប់អូនរហូតមកបងក៏មិនចង់ដេញក៏ប៉ុន្តែគ្រប់ពេលគឺដើម្បីតែប្អូនតែម្នាក់គុណមិនអីទេណាបងខ្ញុំមិនខឹងនឹងបងទេតាបងឆាប់ចូលទៅផ្ទះលោកប្រធានយុមុនទៅបន្តិចទៀតខ្ញុំនឹងទៅតាមក្រៅហើយហ្នឹងចាបងតមុនហើយហ្នឹងឬមួយក៏សម្ដីអ្នកសើមកេតម្នាក់នោះគឺជាការប៉ិនបើបែបហ្នឹងមែនខ្ញុំគួរតែធ្វើបែបណាទៅមិនបានទេខ្ញុំត្រូវតែតាមរកបុរសម្នាក់នោះហើយសួរឲ្យបានច្បាស់លាស់ពីរឿងនេះអំបញ្ញមិញពេលម៉ាក់វាឯងដើរចេញពីផ្ទះរបស់អ្នកប្រឡងយើងមកម៉ាក់វាឯងមានចាប់អារម្មណ៍មើលក្មេងស្រី2នាក់ដែលជាបងប្អូននឹងគ្នាដែលឈរនិយាយគ្នានៅជិតនឹងទេអំបញ្ញមិញនេះមែនទេអស់ខ្ញុំនឹកឃើញហើយប៉ាវាមានបញ្ហាអីទាក់ទងជាមួយគេអីបានជាសូមមកកាន់ខ្ញុំដូចនេះខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកគេទាំង2នាក់នោះគឺជាកូនស្រីរបស់យើងខ្ញុំមិនដឹងថាមូលហេតុអីបានជាខ្ញុំមានអារម្មណ៍បែបនោះទេតែបើសិនជាកូនស្រីរបស់យើងពិតមែនពួកគេក៏មានវ័យប្រហាក់ប្រហែលនឹងដូចគ្នាដែរបាទតាមខ្ញុំគិតប៉ាវាអញប្រកាសជាគិតពីកូនច្រើនឬនឹកដល់កូនច្រើនពេកហើយទៅមើលទៅអ្នកដតីគិតថាជាកូនខ្លួនឯងបែបនេះទៅវិញឈប់គិតទៅណាញ់ខ្ញុំថាមិនយូរនោះទេយើងនឹងអាចរកកូនរបស់យើងឃើញវិញហើយតែខ្ញុំជឿជាក់លើញៀនខ្លួនឯងច្បាស់ណាស់ម៉ាក់វាខ្ញុំមានអារម្មណ៍ថាធ្លាប់បានជួបគេទាំងពីរកាលពីពួកគេនៅក្មេងថែមទៀតផងខ្ញុំថាប៉ាវាឯងកាន់តែវិញឆ្ងាយហើយហ្នឹងឈប់គិតច្រើនគិតតែបើកឡានទៅបានហើយមិនឲ្យខ្ញុំគិតយ៉ាងម៉េចបានទៅម៉ាក់វាខ្ញុំគិតពីកូនស្រីរបស់ខ្ញុំមិនដឹងថាពេលនេះគេរសាត់អណ្ដែតទៅដល់ទីណាហើយទេហើយរឹតតែមិនដឹងតែក្មេងស្រី2នាក់ដែលភ្នាក់ងារស៊ើបអង្កេតកំណត់មុខសញ្ញានោះជាកូនរបស់យើងឬក៏អត់ផងមិនមែនតែប៉ាវាឯងទេខ្ញុំក៏គិតពីកូនរបស់ខ្ញុំដូចគ្នាដែរហ្នឹងឥឡូវឆាប់ជូនខ្ញុំទៅហាងពេជ្រនៅផ្សារសូរិយាបន្តិចទៅខ្ញុំមានការចាំបាច់ហ្នឹងមានការអីដែរម៉ាក់វាខែមុនខ្ញុំទៅមិនឃើញទិញគ្រឿងអលង្ការមួយឈុតតើដល់ឥឡូវនេះទិញទៀតហើយអីដោយសារតែខ្ញុំស្រឡាញ់កូននិងគិតពីកូនទើបខ្ញុំឲ្យគេធ្វើគ្រឿងពេជ្រមួយឈុតទៀតទុកជាកាដូពេលយើងបានជួបកូនស្រីទាំងពីររបស់យើងវិញនឹងណាញ់អូអញ្ចឹងទេអីមិនអីទេចាំខ្ញុំជូនម៉ាក់វាឯងទៅរកមើលកន្លែងបាត់ឡានត្រឡប់ក្រោយសិនចាស់លើកដាច់ថ្វាយព្រះក្មួយស្រីទាំងពីរមែនទីងដែលជាភ្ញៀវរបស់កូនយុនោះហើយចុះអ្នកណាមានឈ្មោះថាចាស់ស្មីនទៅចាអ្នកមីងគឺជាខ្ញុំនេះហើយដែលលោកប្រធានយុណានាំឲ្យមកធ្វើការនៅផ្ទះរបស់អ្នកមីងចំណែកម្នាក់នេះគឺជាប្អូនស្រីរបស់ខ្ញុំមានឈ្មោះថាសូនីងដែលជាលេខារបស់លោកវិឆ័យមើលទៅល្អទាំងរូបល្អទាំងរាងតែម្ដងហើយនេះចាប់តាំងពីកូនយូអ៊ីងបានបាត់បង់ជីវិតទៅ
កូនយុគមិនដែលនាំស្រីណាមកផ្ទះបែបនេះនោះទេបើសិនជាក្មួយមានទំនាក់ទំនងអីជាមួយកូនយុគក៏ឆាប់ប្រាប់ពូនឹងមីងមកចោះណាកុំលួចលាក់នឹងក្រែងចិត្តពូមីងអីចាត់ទុកថាជាគ្រួសារតែមួយទៅចោះអត់ទេណាលោកពងគឺលោកប្រធានយុងបច្ចុប្បន្នជួលឲ្យខ្ញុំមើលថាផ្ទះនេះពិតមែនมันមានអ្វីលើពីនេះឡើយហ្នឹងលោកពូអ្នកមីងណាហើយបើជ្រុលជាបែបហ្នឹងទៅហើយក៏តាមនឹងទៅចោះហ្នឹងអូមកអ៊ំភ្លេចស៊ូកូនយុគគេមិនបានមកជាមួយដោយសារតែមូលហេតុអ្វីដែរបានជាមកតែពីអ្នកបែបនេះគឺអញ្ចេះទេហ្នឹងដោយសារតែលោកប្រធានគាត់ជាប់ភ្ញៀវទៅមិនបានមកហើយឲ្យពួកខ្ញុំមកទៅពីអ្នកបងប្អូនតែម្ដងទេសង្ឃឹមថាលោកពូអ្នកមីងមិនប្រកាន់ក្មួយទៅចោះហ្នឹងអូមិនអីទេណាកូនកុំគិតបែបហ្នឹងអីគ្រួសាររបស់ពូគឺស្រួលណាស់មិនចេះប្រកាន់អ្វីនោះទេមិនចឹងអីម៉ាក់វាខ្ញុំនិយាយត្រូវដែរទេមែនហើយប៉ាវីកូនចាស់ស្មីនបើមកទីនេះហ្នឹងកុំគិតក្រែងចិត្តនឹងពួកយើងអីចាត់ទុកថាជាផ្ទះរបស់កូនទៅចោះហ្នឹងញោមស្រីខាងនេះបន្តិចទៀតពេលដែលសង្សាររបស់ញោមមើលឃើញញោមហើយសូមញោមកុំនិយាយសំណូមពរអ្វីទៅកាន់គេឲ្យសោះត្រូវចាំថាកម្មអ្នកណាអ្នកនោះនឹងទទួលខ្ញុំកណាពិតជាអរគុណលោកបងខ្លាំងណាស់ដែលជួយឲ្យពួកខ្ញុំកណាបានជួបគ្នាម្ដងទៀតញោមប្រុសក៏ដូចគ្នាហាមរត់ចេញពីខ្សែសីមានេះឲ្យសោះព្រោះអាចមានវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋនាងហើយបង្កជាគ្រោះថ្នាក់ដល់ញោមបានកាលណាដែលញោមរត់ចេញពីខ្សែសីមានេះនោះញោមនឹងមិនបានជួបគេជារៀងរហូតសូមកុំភ្លេចបណ្ដាំអាត្មាឲ្យសោះណាកណាលោកបងខ្ញុំកណាមិនភ្លេចនោះទេតែពេលណាទៅខ្ញុំកណាអាចមើលឃើញមុខយូអ៊ីងទៅខ្ញុំកណាពិតជាអន្តេសាចង់ជួបគេម្ដងទៀតណាបើអញ្ចឹងចាំបន្តិចញោមប្រុសជួយបិទភ្នែកសិនទៅសូមគុណព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជួយបង្ហាញផ្លូវឲ្យញោមប្រុសដែលមានឈ្មោះថាយុអាចមើលឃើញវិញ្ញាណរបស់សង្សារគេផងឥឡូវនេះញោមអាចបើកភ្នែកបានវិញហើយតែកុំភ្លេចបណ្ដាំអាត្មាយុអ៊ីងនេះជាអូនមែនទេបងនឹកអូនណាស់យុអ៊ីងបងគិតថាមិនបានជួបអូនម្ដងទៀតនោះទេបងពិតជានឹកអូនណាស់ណាអូនក៏នឹកបងដូចគ្នាដែរណាយុអូនមិនទាន់ទៅរកជាតិថ្មីបាននោះទេអូនមិនទាន់ដាច់អាឡ័យពីបងនោះឡើយអូនសូមឲ្យបងបន្តិចបានទេណាយុអត់ទេអូនបងមិនអាចចេញពីខ្សែសីមានេះបានទេយុអ៊ីងអូននៅទីនោះមានសេចក្តីសុខដែរទេអូនរងាដែរទេមានគេមើលថែអូនដូចពេលដែលអូននៅជាមួយបងដែរទេបងកុំបារម្ភពីអូនអីណាបងត្រូវមើលថែខ្លួនឯងឲ្យល្អកុំបាច់បារម្ភពីអូនអីអូននៅទីនេះបានសុខទេបងត្រូវចាំថាកាលណាបងមានក្តីសុខអូនក៏មានសេចក្តីសុខដូចជាបងដែរមិនបានជាអូននិយាយបែបនេះអញ្ចឹងយុអ៊ីងអូនដឹងទេពេលដែលគ្មានអូនបងមិនដែលមានសេចក្តីសុខម្ដងណាទេគ្រប់ពេលដែលបងនឹកអូនបងបានត្រឹមតែគេងហើយក៏ផ្សងជួបអូនក្នុងសុបិនបងម្នាក់នេះមិនដែលមានសេចក្តីសុខដូចដែលអូនគិតនោះទេណាយុអ៊ីងបងកុំនិយាយបែបនេះអីណាយុបងត្រូវតែរឹងមាំអូនមិនអាចនៅជាមួយបងរហូតនោះទេគ្រប់ពេលដែលអូនឃើញបងពិបាកចិនអូនក៏គ្មានក្តីសុខបងយុអូនលៀបបងសិនហើយណាអត់ទេយុអ៊ីងបងមិនឲ្យអូនទៅណាទៀតនោះទេបងសុំពេលអូនបន្តិចទៀតបានទេយុអ៊ីងបងអើយទៅពេលនេះអូនជាវិញ្ញាណតែពេលដែលអូនឃើញបងទៅជាបែបនេះអូនក៏មានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់វាជាកំហុសរបស់អូនដែលមិនគោរពច្បាប់ចរាចរណ៍ទៅបណ្ដោយឲ្យខ្លួនឯងទៅជាបែបនេះអត់ទេណាយុអ៊ីងអូនគ្មានកំហុសទេគឺគ្រប់យ៉ាងមកពីបងបើពេលនោះបងជូនអូនទៅផ្ទះអូនក៏គ្មានរឿងបែបនេះកើតឡើងដែរបងមិននឹកស្មានទេណាយុអ៊ីងថាកាដូថ្ងៃ anniversary របស់យើងបែរជាធ្វើឲ្យបងលេងបានជួបអូនរហូតទៅវិញបងសុំទោសណាយុអ៊ីងបងយំពេលអត់ពីអូនតែងបងត្រូវចេះមើលថែខ្លួនឯងណាបងត្រូវរកអ្នកថ្មីមកជំនួសកន្លែងអូនតែអូនមិនចង់ឲ្យបងយកមនុស្សណាដែលស្អាតជាងអូនមានចំណេះដឹងជាងអូននិងស្រឡាញ់បងជាងអូននោះទេពីព្រោះថាអូនពិតជាខ្លាចណាស់ខ្លាចដល់ពេលនោះ
បងនឹងភ្លេចអូន អត់ទេណាយូអ៊ីងបងមិនយកអ្នកណាទាំងអស់មានតែអូនម្នាក់ទេដែលបងស្រឡាញ់ជាតិនេះបើសិនជាគ្មានអូនក៏បងមិនយកអ្នកណាទៀតដែរ អូនគឺដូចជាអស់ពេលវេលាហើយណាបងអូនសុំលាបងត្រឹមនឹងសិនហើយនឹងអូនផ្សំជួបបងក្នុងសុបិនទៀតចា៎ អត់ទេណាយូអ៊ីងអូនត្រឡប់មករកបងវិញសិនមកបងមិនទាន់និយាយរឿងក្នុងចិត្តប្រាប់អូននោះទេបងវល់អូនណាយូអ៊ីងអូនត្រឡប់មកវិញមកគេទៅបាត់ហើយញោមគួរតែធ្វើតាមការស្នើសុំរបស់សង្សារញោមទៅវិញ្ញាណនាងបានទៅកាន់ឋានស្ងប់សុខណាជឿអាត្មាទៅកណាលោកបងតើពេលណាទៅខ្ញុំកណាអាចជួបនាងម្ដងបានទៀតទៅលោកបងអាចមានសង្ឃដីកាប្រាប់កណាបានដែរទេយូរទៀតណាស់ញោមអាត្មាក៏មិនច្បាស់ថាពេលណានោះដែរអ្វីគឺអាស្រ័យទៅលើព្រហ្មលិខិតជាអ្នកកំណត់ហើយរួមបញ្ចូលជាមួយនឹងពេលវេលាដ៏សមស្របផងដែរខ្ញុំដូចជាចង់មានពេលនិយាយគ្នាជាមួយចាស់មិនតែពីរនាក់ដល់ហើយប៉ុន្តែខ្ញុំគួរតែធ្វើបែបណាទៅណោះទៅល្អអាយ៉ាខ្ញុំនឹកឃើញហើយកាលពីលើកមុនខ្ញុំធ្លាប់ទៅញ៉ាំអីនៅក្រៅជាមួយនាងម្ដងអញ្ចឹងសាកបបួលនាងលោមើលទៀតសិនលេខទូរស័ព្ទរបស់នាងមួយណាអញ្ចេះខ្ញុំដូចជាបានសុំលេខរបស់នាងហើយក៏បានសេវឈ្មោះនាងទៀតដែរអូឃើញហើយខលទៅសិនអាឡូជំរាបសួរបាទនេះនាងចាស់មិនមែនដែរទេបាទ ចាសួស្ដីគឺខ្ញុំនេះហើយជាចាស់មីននឹងអត់តឹងតើលោកជាអ្នកណាដែរតែងមិនបានជាស្គាល់ឈ្មោះរបស់ខ្ញុំបែបនេះហើយចុះលោកបានលេខរបស់ខ្ញុំមកពីណាដែរនាងនៅចាំខ្ញុំបានដែរទេចាស់មិនខ្ញុំការ៉ាន់ដែលបានបើកឡានប៉ះនាងកាលពីលើកមុននោះអីចាំបានអត់ការ៉ាន់ដែលបានបើកឡានរបស់ខ្ញុំកាលពីថ្ងៃនោះមែនខ្ញុំចាំបានហើយនេះខ្ញុំស្មានថាលោកភ្លេចខ្ញុំបាត់ទៅហើយបាទចាស់មិនឲ្យខ្ញុំភ្លេចនាងយ៉ាងម៉េចបានទៅបើបេះដូងរបស់ខ្ញុំទុកនៅជាមួយនាងនឹងចាលោកសម្ដីព្រានារីខ្ញុំចាំលោកបានហើយនេះលោកចាំបើកឡានរបស់ខ្ញុំម្ដងទៀតមែនទេបានជាខលមកខ្ញុំបែបនេះអញ្ចឹងលោកការ៉ាន់ខ្ញុំសប្បាយចិត្តណាស់ដែលស្រីស្អាតដូចជានាងនៅចាំខ្ញុំបានអត់ទេណាខ្ញុំមិនណាដាច់ចិត្តដល់ថ្នាក់នឹងនោះថ្ងៃមុនមិនទាន់ទាំងបានប៉ះនាងផងគ្រាន់តែឃើញនាងដួលខ្ញុំដេករំលក់បាត់ទៅហើយចាស់ហើយចុះលោកខលមកខ្ញុំនឹងមានការអ្វីដែរកុំប្រាប់ថាណាក់ខ្ញុំឲ្យសាននឹងគឺមានតាគឺខ្ញុំចង់បបួលនាងទៅញ៉ាំអីនៅកន្លែងដែលយើងធ្លាប់ទៅញ៉ាំទៅពីអ្នកកាលពីប្រហែលអាទិត្យមុនហ្នឹងណាតើនាងអាចទំនេរទៅជាមួយខ្ញុំបានដែរទេមកកណ្ដាសក់សងគេមកបបោះខ្ញុំទៅញ៉ាំអីទៅវិញដូចជាមិនយកទេនេះតែមកធ្លាប់ជួបគ្នាតែម្ដងកុនមកកណ្ដាសក់សងលោកមកបបោះខ្ញុំទៅញ៉ាំអីនៅខាងក្រៅទៅវិញមកក៏មិនបបោះសង្សារលោកតែជាមួយខ្ញុំបែបនេះប្រយ័ត្នតែមកចាប់បេះដូងរបស់លោកគេប្រចាំហ្នឹងគឺខ្ញុំគ្រាន់តែចង់ដឹងពីសុខទុក្ខរបស់ចាស់មិនថាយ៉ាងម៉េចទៅហើយតាំងពីថ្ងៃនោះមកនៅមានឈឺកន្លែងណាទៀតដែរឬក៏អត់ខ្ញុំមិនបានគិតអីលើសពីនេះទេណាប៉ាជាអរគុណហើយណាលោកការ៉ាន់ក៏ប៉ុន្តែខ្ញុំដូចជាមិនមាននៅត្រង់ណាឈឺទៀតទេគឺបានជាសះស្បើយអស់ហើយបានលឺនាងថាមិនអីខ្ញុំបានធូរចិត្តហើយអញ្ចឹងចាស់ខ្ញុំអស់អីហើយលោកអរគុណម្ដងទៀតដែលលោកបារម្ភពីខ្ញុំហ្នឹងបានប៉ុន្តែថ្ងៃមុនខ្ញុំឮនាងនិយាយថាកំពុងតែរកការងារធ្វើហ៎រួចចុះឥឡូវចាស់មិនរកការងារធ្វើបានហើយនៅមិនទាន់រកបាននៅឡើយទេតែថ្ងៃនេះមានគេតាក់ទងឲ្យមកធ្វើការនៅផ្ទះរបស់គេដែរគ្រាន់តែថារឹងហែនដែលតែជាបែបណាទៀតនោះខ្ញុំនៅមិនទាន់ដឹងឡើយព្រោះខ្ញុំមិនទាន់សម្រេចចិត្តបងប្រុសរបស់ខ្ញុំមានក្រុមហ៊ុនមួយដែរកំពុងតែត្រូវការជ្រើសរើសបុគ្គលិកហើយនៅផ្ទះរបស់ខ្ញុំក៏ត្រូវការដូចគ្នានាងមានចាប់អារម្មណ៍ដែរទេប៉ាត់មែនឯលោកបើសិនជាបែបនេះមែនខ្ញុំសំពេគិតមកសិនណាព្រោះខ្ញុំសំពេពីក្រោយជាមួយប្អូនរបស់ខ្ញុំសិនត្រូវហើយការពិតគឺត្រូវតែបែបនេះមុនពេលដែលយើងធ្វើអ្វីមួយយើងត្រូវតែពិភាក្សាគ្នាឲ្យច្បាស់លាស់
ជាមួយនឹងក្រុមគ្រួសាររបស់យើងជាមុនសិនបើសម្រេចចិត្តខុសគឺមិនខុសតែម្នាក់ឯងទេ ចាខ្ញុំយល់ហើយនិយាយថាមិញនេះលោកបបួខ្ញុំទៅញ៉ាំអីហើយលោកចង់ទៅញ៉ាំអីនៅពេលណាដែរ ល្ងាចម៉ោង4ថ្ងៃនេះយ៉ាងម៉េចដែរបាទបើអ្នកនាងចង់លើកទៅថ្ងៃក្រោយក៏បានដែរណា អត់ទេណាតែថ្ងៃនេះម៉ោង5បានទំនេរយើងអាចទៅជួបគ្នានៅម៉ោង5បានដែរទេកុំប្រកាន់អីណា បាទមិនអីទេអ្នកនាងអញ្ចឹងថ្ងៃនេះម៉ោង5ល្ងាចចាំជួបគ្នាណានៅកន្លែងចាស់ណាកញ្ញា Jasmine ចាលើងហើយចាំខ្ញុំសួរបញ្ជាក់ពីរឿងការងារម្ដងទៀត បាទ Jasmine ខ្ញុំរីករាយជានិច្ចណាឲ្យតែជាសំណួររបស់អ្នកនាងទោះបីជា1000សំណួរក៏ខ្ញុំឆ្លើយបានដែរ ខ្ញុំនិយាយលេងទេណាហាមខឹងខ្ញុំទៀត កុំប្រកាសសម្ដីពេកយ៉ាងហ្នឹងអញ្ចឹងប៉ុណ្ណឹងបានហើយហ្នឹងខ្ញុំរវល់តែល្ងាចបន្តិចជួបគ្នាហ្នឹង បាទបាយបាយល្ងាចនេះជួបគ្នា យើងមិនអាចទ្រាំមើលរូបភាពនៅពេលដែលនាង Jasmine ចូលមកធ្វើការនៅក្រុមហ៊ុនមួយនេះបានទេត្រឹមតែប្អូនវាម្នាក់គឺយើងស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយចុះតម្រាំតែមានវាម្នាក់ទៀតយើងគិតធ្វើយ៉ាងណាទេខ្ញុំក៏មិនអាចទ្រាំមើលទស្សនវិជ្ជាបែបនេះបានដែរតែធ្វើអ្ហ្មិចបើយើងនៅក្រោមគេយើងអាចធ្វើអ្វីបានដូចចិត្តឡើយមិនថាអញ្ចឹងអីនាងកញ្ឈប់ ត្រូវឲ្យបងកាទិញបើយើងមិនអាចទ្រាំមើលបានទាំងអស់គ្នាអញ្ចឹងតែយើងនៅទុកនាង Jasmine និងប្អូនវាធ្វើអីទៀតឆាប់រកវិធីកម្ចាត់វាភ្លាមទៅ ត្រូវតែកម្ចាត់នាងចោលមនុស្សដូចជានាងមិនស័ក្តិសមនឹងកន្លែងនេះទេវាត្រឹមតែជាក្មេងក្ររហាមពីអ្នកបងប្អូនបើជាហ៊ានមកប្រជែងជាមួយហង្សដូចជាពួកយើងមីនេះវាពិតជាថ្លាមធំណាស់ តែនាងមើលទៅល្អតាណាទៅបានជាលោកប្រធានចង់បាននាងខ្លាំងម្ល៉េះដល់ថ្នាក់ហៅនាងមកធ្វើការទៀតមើលទៅលោកប្រធានយងដូចជាចាត់ទុកមីស្អីគេនឹងសំខាន់ជាងយើងទៅទៀតគួរឲ្យខឹងខ្លាំងណាស់លោកអើយ អូយខ្មើក៏ខ្មើដល់ថ្នាក់លោកប្រធានហៅនាងឲ្យមកធ្វើការហើយនាងនៅមិនចង់ធ្វើទៀតសត្វតែបដិសេធនឹងលោកប្រធានធ្វើដោយខ្លួនឯងនឹងមានចម្រើសច្រើនណាស់អញ្ចឹងយើងមិនខ្វល់ថានាងបដិសេធឬអត់នោះទេអ្វីដែលសំខាន់គឺយើងត្រូវតែកម្ចាត់នាងចោលតំណែងរបស់យើងនៅតែជារបស់យើងមិនអាចឲ្យអ្នកណាមកដណ្ដើមបានឡើយតើយើងគួរតែកម្ចាត់នាងបែបណាទេបាននាង Jasmine មិនដែលមកក្រុមហ៊ុនផងនឹងហើយប្អូនរបស់វាស៊ូនីក៏មិនដែលសូវនៅក្រុមហ៊ុនទៀតភាគច្រើនវាតាមលោកអនុប្រធានទៅខាងក្រៅអ្នកដែលយើងត្រូវកម្ចាត់មុនគេនោះគឺមិនមែនជា Jasmine ទេព្រោះលោកអនុប្រធាននិងលោកប្រធានមើលទៅដូចជាត្រូវស្នេហ៍នឹងវាអញ្ចឹង ហើយចុះអ្នកណាដែលឯងចង់កម្ចាត់គេមុននោះលីដាឯងចង់បានន័យថា ខ្ញុំប្រកាសជាដឹងគឺម្នាក់នោះគឺនាងស៊ូនីរាល់ថ្ងៃនេះខ្ញុំទៅចិត្តជាមួយនាងនោះសម្បើមណាស់តែងតែដឹងរឿងគេគ្រប់រឿងហើយវាឌឺពួកយើងសម្បើមណាស់រាល់ថ្ងៃហ្នឹង ត្រូវហើយអ្នកដែលអូសទាញនាង Jasmine មកឲ្យជួបលោកប្រធានរបស់យើងក៏ជានាង Sony នឹងដែរមាននេះទាំងបងទាំងប្អូនតែម្ដងហើយវើយគួរឲ្យខឹងមែនតែនណា យើងនឹងធ្វើឲ្យនាងដឹងម្ដងកុំឲ្យចេះដឹងខុសរបៀបពេកហើយពេលនោះសំបីតមុខរបស់យើងក៏វាអាចនឹងមិនហ៊ានមើលផងក៏ថាបានបើអញ្ចឹងផែនការរបស់ពួកយើងមានពីរមែនទេនិយាយប្រាប់យើងបន្តិចមក មានពីរយ៉ាងម៉េចទៅកាទិញខ្ញុំដូចจะតាមឯងមិនទាន់ទេនេះចែមិនទាន់ទាំងបានរៀបចំផែនការផងហ្នឹង ឯងគឺពិតជាឆ្លាតមែនកទីងសំជាមិត្តរបស់យើងហ្នឹងមិនមែនមិត្តភក្តិនោះទេគឺជាមិត្តរួមការងារហ្នឹងផែនការទី1ត្រូវកម្ចាត់នាងសូនីចេញពេលដែលនាងសូនីត្រូវដេញក្បាលចេញពីក្រុមហ៊ុននេះគឺអត់មានអ្នកណាគេអាចហៅនាង Jasmine មកបានទៀតទេយើងបានលើលោកប្រធាននិយាយថាឲ្យវាសរសេរគម្រោងទីផ្សារសំខាន់មួយសម្រាប់ការប្រជុំជាមួយដៃគូក្រុមហ៊ុនខាងមុខនេះទាំងដែលមីក្មេងនោះมันមានបទពិសោធន៍ការងារធ្វើផងហ្នឹងក៏ប៉ុន្តែយើងបានលើថានាងសូនីបានសរសេរវារួចហើយនាងតែងតែយកគម្រោងនោះដាក់តាមខ្លួនជានិច្ចមិនថាទៅកន្លែងណានោះទេគឺឯកសារទាំងអស់នោះតែទៅជាប់ខ្លួនវាជានិច្ចបើយើងលើគម្រោងនោះបានហើយកំទេចវាចោលនោះហើយនាងសូនីបានគម្រោងអីយកទៅឲ្យលោកប្រធានប្រជុំទៀតនោះធ្វើបែបនេះដឹងតែលោកប្រធានខាងដាច់ក្បាលដាច់កតុយហើយ ដល់ពេលនោះនាង Sony នឹងត្រូវលោកប្រធានដេញក្បាលចោលមិនខាននោះទេចាំមើលទៅពួកឯងហើយពួកយើងនឹងជប់លៀងឲ្យណានៃម្ដងណា ហើយចុះនាង Jasmine តើពួកយើងត្រូវធ្វើបែបណាជាមួយនាងទៅពិតជាធន់ណាស់វើយអស់ពីប្អូនវានៅសល់បងវាទៀតគិតទៅបងប្អូនវាប្រមបង្កើតសត្រូវជាមួយពួកយើងទាំងពួយតែម្ដងហើយអីចំពោះនាង Jasmine គឺយើងនឹងជួលគេឲ្យទៅគម្រាមនាងគ្រប់ទីកន្លែងដែលនាងទិញ
រហូតដល់នាងលេងហ៊ានមកជន់នៅទីនេះបានចាស់មីនមួយຕົកចិត្តលើខ្ញុំចាស់ណាំង ចុះបើនាងយករឿងទាំងអស់នេះមកប្រាប់លោកប្រធានតែយើងគិតយ៉ាងម៉េចទៅធ្វើបែបនេះអាចមានគ្រោះថ្នាក់ដល់ពួកយើងវិញណា បើសិនជានាងហ៊ានធ្វើបែបនេះកុំថាឡើយមកជន់ទីនេះតែផែនដីមួយនេះក៏មិនបានជន់ទៀតផងយើងនឹងមិនទុកនាងទៀតឡើយបើយើងរលីងវាក៏រលាយដូចគ្នាដែរនាងចាំតែមើលចាស់គឺវាត្រូវតែបែបនេះហើយនាងនិយាយបែបនេះទៅផ្សំជាមិត្តរួមការងាររបស់យើងណានាងលីដា Hello ការ៉ាន់ឯងទំនេរទេថ្ងៃនេះបងមានរឿងចង់និយាយជាមួយឯងបន្តិចណាមានរឿងអីទៅបងថ្ងៃនេះខ្ញុំមានណាត់ជាមួយមនុស្សដែលខ្ញុំស្រឡាញ់ឲ្យបងចាំថ្ងៃក្រោយចុះណាមិនបានទេចាំថ្ងៃក្រោយមិនបាននោះទេរឿងនេះសំខាន់ណាស់វាតាក់ទងជាមួយនឹងក្រុមហ៊ុនទាំងមូលណាបាញ់ចឹងបងមកជួបខ្ញុំនៅហាងដែលបងធ្លាប់នាំខ្ញុំមកកាលពីលើកមុនចុះខ្ញុំចង់ណែនាំមនុស្សម្នាក់ឲ្យបងស្គាល់ផងនេះឯងចេះស្រឡាញ់ស្រីទៀតអីការ៉ាន់បងស្ទើរតែមិនជឿនឹងតិចខ្លួនឯងទេនេះវាដូចជាអភិនិហាពេកហើយបងចាំតែមើលចុះបានហើយខ្ញុំរវល់សិនហើយណាបងជម្រាបលា